បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមាននៅ topic មួយថ្មីទៀតហើយជាវីដេអូទី6របស់ខ្ញុំយើងនឹងជជែកទាក់ទងទៅនឹងសិទ្ធិឈប់សម្រាកលំហែមិត្តភាពនៅកម្ពុជាអញ្ចឹងចង់ដឹងថាតើអត្ថន័យយ៉ាងណាយើងនឹងទៅសិក្សាទាំងអស់គ្នាអញ្ចឹងយើងទៅរៀនសិក្សាទាំងអស់គ្នាសួស្តីបងប្អូនឥឡូវនេះយើងចូលទៅដល់ការសិក្សាទាំងអស់គ្នាទាក់ទងនឹងសិទ្ធិឈប់សម្រាកលំហែមិត្តភាពនៅកម្ពុជាសង្ខេបថា maternity leave right in Cambodia អ្វីដែលយើងចង់ដឹងថាតើសិទ្ធិនឹងត្រូវបានការពារយ៉ាងដូចម្តេចហើយដើម្បីធានាឲ្យចូលចិត្តដែលគាត់ធ្វើការហ្នឹងយ៉ាងម៉េចយើងនឹងចូលសិក្សារបស់គ្នាអញ្ចឹងស្ត្រីគឺស្ត្រីមានផ្ទៃពោះត្រូវបានការពារដោយច្បាប់ការងារក៏បានជួយក្នុងការដែលនៅពេលដែលស្ត្រីគាត់មានផ្ទៃពោះតើគាត់ទទួលបានការឈប់សម្រាកនឹងដោយឯងពីនយោជិតឬនយោជកឬក៏ពីច្បាប់ជាក់ស្ដែងគឺបានមកពីច្បាប់អញ្ចឹងកុំអនុញ្ញាតឲ្យនយោជកបំពេញសិទ្ធិរបស់អ្នកអញ្ចឹងសិទ្ធិនេះគឺជាសិទ្ធិដែលច្បាប់ការងារគេបានផ្ដល់ឲ្យត្រូវតែយកច្បាប់ហ្នឹងយកមកអនុវត្តសិទ្ធិឈប់សម្រាកសម្រាប់កូនការឈប់សម្រាកសម្រាប់កូនគឺមានរយៈពេល90ថ្ងៃណា9 day 3 months within pay អញ្ចឹងហើយការឈប់សម្រាក90ថ្ងៃគឺទទួលបានពីប្រាក់ណាហើយការបង់ប្រាក់អាស្រ័យទៅលើ seniority អញ្ចឹងមិនមែនយើងឈប់នឹងបាន 100% ទេអញ្ចឹងគឺចាប់ពី 50% ទៅណាហើយអាស្រ័យទៅលើការងាររបស់យើងធ្វើការពីឆ្នាំមានកងត្រាដែរតើអ្នកមានសិទ្ធិអីខ្លះនៅពេលដែលបងប្អូនមានសម្រាប់កូនទី1សិទ្ធិរបស់បងប្អូនមិនត្រូវបានបញ្ចុះពីការងារអញ្ចឹងមិនអាចនយោជកគាត់ធ្វើការបដិសេធបានទេហើយទី2កាត់បន្ថយម៉ោងធ្វើការអញ្ចឹងបើសិនជាយើងធ្វើការ8ម៉ោងក៏បន្ថយក្នុងការធ្វើការមានន័យថាបន្ថយដើម្បីឲ្យគាត់យកពេលដើម្បីបំផៅគោលណាហើយការពារពេលសម្រាលអញ្ចឹងការពារពេលសម្រាលហើយមួយទៀតសួរថាតើការបញ្ឈប់ស្ត្រីមានផ្ទៃពោះទៅពេលដែលគាត់មានផ្ទៃពោះតើជាការខុសច្បាប់អត់អញ្ចឹងបើសិនជាផ្អែកទៅលើច្បាប់ការងារការដែលបញ្ឈប់ការងារស្ត្រីមានផ្ទៃពោះគឺជាការច្បាប់ណាមិនមែនគាត់ធ្វើការឲ្យគាត់មានផ្ទៃពោះហើយនយោជកគាត់បណ្ដឹងអានឹងគឺមិនត្រូវតាមច្បាប់ទេនឹងផ្អែកទៅស្មារតីរបស់ច្បាប់ហើយបច្ចុប្បន្នភាពថ្មីពីក្រសួងការងារនេះមានការអាប់ដេតនៅ2025ហ្នឹងគឺម្ចាស់ក្រុមហ៊ុនត្រូវបង់ប្រាក់ទូពេញពេលប្រាក់អញ្ចឹងបងប្អូនអាចចូលទៅមើលនៅ line នៅលេខ015ណាលេខ015ខែ2 2025គឺក្រសួងការងារគេមានការណែនាំណាអញ្ចឹងចូលទៅមើលហើយអ្វីដែលខ្ញុំដកស្រង់មកខ្លះហ្នឹងគឺយកតែច្បាច់មួយផ្នែកណាមួយទេតែបើចង់ស៊ីជម្រៅសូមបងប្អូនទៅចូលទៅអាននៅលេខ15ទី1ទី2ការពារមិនឲ្យបាក់កងត្រារយៈពេល9ខែសម្រាប់កូនក្រោយសម្រាប់កូននៅពេលដែលសម្រាប់កូនហើយក្រោយ9ខែហ្នឹងគឺមិនអាចមានការព្យួរការងារមិនឲ្យគេធ្វើការដោយសារតែមូលហេតុអីមួយគឺអត់បានទេហើយការពារមិនឲ្យបញ្ឈប់ការងារក្នុងរយៈពេល1ឆ្នាំអញ្ចឹងរយៈពេល1ឆ្នាំក្រោយសម្រាលហើយមិនអាចទៅបញ្ឈប់ការងារគេភ្លាមដោយលើកមូលហេតុអីផ្សេងទេអញ្ចឹងអានឹងតាមស្មារតីនៃចរាចរណ៍លេខ15ហ្នឹងអញ្ចឹងបើចឹងបងប្អូនចង់ដឹងច្បាស់លាស់ទៅចូលអានទាំងអស់គ្នាហើយមេរៀននេះគឺជាការសិក្សាទាំងអស់គ្នាទេមិនមែនមានន័យថាការនិយាយទៅយើងចេះជាងអ្នកដែលជំនាញអត់ទេគឺក្នុងនាមគឺការសិក្សាទាំងអស់គ្នាជាមួយបងប្អូនហើយអ្វីដែលយើងត្រូវយកមកអនុវត្តគឺគំនិតបច្ចេកវិទ្យាចង់មានសិទ្ធិពេញលេញឬក៏នេះណាត្រូវមានបើយើងសម្រាប់គឺយើងមានឯកសារឲ្យច្បាប់នឹងអស់ហើយនេះគឺជាមាត្រាមួយចំនួនដែលខ្ញុំបានលើកស្រង់ចំណែកមួយយកមកសិក្សាទី1មាត្រា182នៃច្បាប់ការងារសម្រាប់ការងារសម្រាប់ស្ត្រីអញ្ចឹងក្នុងសហគ្រាសទាំងអស់ដែលមានរាប់ក្នុងមាត្រា1នៃច្បាប់នេះស្ត្រីទាំងឡាយត្រូវមានសិទ្ធិឈប់សម្រាក90ថ្ងៃដើម្បីសម្រាលកូនអញ្ចឹងច្បាប់បានចែងហើយមាត្រាបន្ទាប់ទៀតគឺជាការគិតក្នុងពេលដែលជប់សម្រាកដូចមានចែកខាងលើស្ត្រីមានសិទ្ធិត្រូវបានប្រាក់ឈ្នួលពាក់កណ្ដាលទាំង50%ឡើងណាតាម seniority ហើយបងប្អូនអាចចូលទៅអាននៅខាងក្នុងស៊ីជម្រៅបងប្អូនអាចចូលទៅអានដើម្បីសិក្សាហើយនៅក្នុងនេះក៏ខ្ញុំមានដកស្រង់នៅផ្នែកខ្លះៗពីខាង law firm ដែរដែលគេបកស្រាយទៅលើ guideline លេខ015 unless the suspend in effect entire department or section of the enterprise or involved or employer must not suspend the employment contract of the female employee during pregnancy and or within 9 months after giving birth អញ្ចឹងនៅក្នុងឃ្លានេះគឺគេបានបញ្ជាក់ហើយគឺมันអាចធ្វើការព្យួររយៈពេល90ថ្ងៃបន្ទាប់ពីសម្រាលហើយมันអាចព្យួរការងារបានទេហើយបន្ទាប់មកទៀតនៅ terminate នៃការបញ្ចុះបុគ្គលិកពីកិច្ចសន្យាអញ្ចឹងនៅក្នុងខ្ញុំសូមអធិស្ឋានខ្ញុំសូមអានតែចំណុចដែលនៅការបកស្រាយខាងនេះទេដើម្បីងាយស្រួល Employer are prohibited from terminating the employment contract of female employee who are pregnant or within 1 year after giving birth while guideline 015 indicate that employer can terminate pregnant employee for serious conduct such as termination if it occurs with 1 year after the female employee giving birth must be reviewed and receive private
approval from labor inspector អញ្ចឹងបើសិនជាអញ្ចឹងនៅក្នុងនេះនយោជកគេត្រូវបានហាមមិនឲ្យបញ្ឈប់រំលាយកិច្ចសន្យាការងារសម្រាប់បុគ្គលិកជាស្ត្រីមានផ្ទៃពោះរយៈពេល1ឆ្នាំគណៈ guideline លេខ015ហ្នឹងគឺនយោជកអាច terminate អាចរំលាយកិច្ចសន្យាបុគ្គលិកដែលមានផ្ទៃពោះហ្នឹងដោយសារកំហុសធ្ងន់ធ្ងរអញ្ចឹងបើសិនបើករណីដែលមានកំហុសធ្ងន់ធ្ងរហើយតើ if it occur within 1 year អញ្ចឹងបន្ទាប់ពី1ឆ្នាំសិនបន្ទាប់ពី1ឆ្នាំសិនពលិកបន្ទាប់ពី1ឆ្នាំត្រូវពិនិត្យមើលហើយត្រូវមានការ approval ពីអធិការការងារអញ្ចឹងមានន័យថាតតែ1ឆ្នាំទើបអាចបញ្ឈប់បុគ្គលិកនឹងបានណានៅក្នុងលក្ខខណ្ឌនេះយើងក៏មិនអាចសន្និដ្ឋានដែរប៉ុន្តែយើងផ្អែកទៅលើសុំទៅមើលនៅក្នុង guideline លេខ015ហើយនៅក្នុងនេះគឺបានបញ្ជាក់ឲ្យតតែ1ឆ្នាំទើបអាចដេញចេញបានណាអញ្ចឹងបើចង់ស៊ីជម្រៅជាងហ្នឹងសូមទៅមើលលេខ guideline លេខ015ហើយខ្ញុំមានពេលទេខ្ញុំចង់ធ្វើវីដេអូខ្លីៗដើម្បីបង្ហាញទៅបងប្អូនហើយយើងក៏ជាការសិក្សាទៅបងប្អូនដែរមិនមែនយើងជាអ្នកជំនាញចេះអីទេប៉ុន្តែយើងមានប៉ុណ្ណាសូមខ្ញុំចែកម្លែកប៉ុណ្ណឹងបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នា